បាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនិយាយពីរឿងដែលសង្គ្រាមខ្មែរថៃចំនួនព្រំដែនកម្ពុជាថៃនឹងកើតឡើងយើងសួរថាមានន័យអ្វីសម្រាប់អន្តរជាតិយើងមើលថាបងប្អូនមួយចំនួនគាត់អត់បានដឹងថាតើមានមូលហេតុអីពិតប្រាកដដែលនាំឲ្យមានសង្គ្រាមឬក៏ចំនួនព្រំដែនកម្ពុជាថៃនៅតែបន្តរ៉ាំរ៉ៃដែលកើតឡើងជារៀងរាល់ថ្ងៃហើយមិនបានបិទបញ្ចប់ទេយើងសួរថាមានមូលហេតុអីយើងមើលនៅក្នុងការសិក្សាស្រាវជ្រាវគេតែងតែប្រើពាក្យមួយថា proxy war គឺមិនដឹងថាបកប្រែខ្មែរយ៉ាងម៉េចប៉ុន្តែវាជាសង្គ្រាមមួយដែលកើតឡើងក្នុងប្រទេសតូចដែលមាននិន្នាការគ្រប់គ្រងទៅប្រទេសធំជាពិសេសនោះគឺប្រទេសមហាអំណាចគេហៅថា proxy war ណាហើយភាគច្រើនគឺប្រទេសមហាអំណាចនៅលើពិភពលោកមានចិនរុស្ស៊ីសហរដ្ឋអាមេរិកគេតែងតែលើកឡើងតែភាគីពីរទេនៅពេលចំពោះមុខហ្នឹងគឺប្រទេសចិនហើយនិងសហរដ្ឋអាមេរិកហើយយើងមើលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ណាអាស៊ានគឺជាទីកន្លែងមួយសមស្របជាងគេដែលទាំងមហាអំណាចពីរហ្នឹងគេចូលចិត្តប្រើវិធានការ proxy war ហ្នឹងនៅក្នុងតំបន់ណាហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហ្នឹងចឹងប្រទេសទាំង10ទាំង11ហ្នឹងគ្មានប្រទេសណាដែលមិនរងសម្ពាធឬក៏ឥទ្ធិពលដោយផ្ទាល់និងដោយប្រយោលពីមហាអំណាចហ្នឹងទេអញ្ចឹងមានទាំងចិននិងសហរដ្ឋអាមេរិកហ្នឹងគឺមាននិន្នាការគ្រប់គ្រងនៅក្នុងប្រទេសមួយនៅក្នុងតំបន់ហ្នឹងហើយទាំងប្រទេសសមាជិកអាស៊ានទាំងអស់ហ្នឹងក៏មាននិន្នាការគ្រប់គ្រងដែរអ្នកខ្លះក៏គ្រប់គ្រងចិនច្រើនជាងអាមេរិកទៅប្រទេសខ្លះក៏គ្រប់គ្រងអាមេរិកច្រើនជាងចិនទៅនឹងហើយជាមូលហេតុដែលនាំឲ្យមានគេហៅថា proxy war កើតឡើងអញ្ចឹង proxy war ហ្នឹងគឺកើតឡើងចំនួនគេហៅថារវាងប្រទេសតូចៗដែលមាននិន្នាការគ្រប់គ្រងប្រទេសមហាអំណាចធំខ្ញុំលើកឧទាហរណ៍ចេះដើម្បីងាយយល់ណាអញ្ចឹងឧបមាថាយើងនៅផ្ទះចិត្តខាងនឹងគ្នាអញ្ចឹងមានអ្នកធំគេហៅថាយើងមានខ្នងបង្អែកធំហ្នឹងគេពេលខ្លះគេនាំអាតឲ្យយើងឆ្លោះគ្នាណាហើយគេថាគេនឹងជួយទំនុកបំរុងលុយកាក់អីផ្នែកស្អីផ្សេងច្បាប់សព្វពិវុធអីទាំងអស់ហ្នឹងដើម្បីឲ្យយើងហ្នឹងមានចំនួនរវាងគ្នានឹងគ្នាប៉ុន្តែអ្នកដែលជួយយើងហ្នឹងគេចង់បញ្ចេញកំហឹងឯងដើម្បីយកយើងជាធ្នូនៃការតតាំងជាមួយគ្នានឹងគ្នាអញ្ចឹងរូបភាពនៅក្នុងប្រទេសមហាអំណាចហ្នឹងគឺដូចគ្នាគេប្រើយន្តការមួយ proxy war ហ្នឹងដើម្បីគោលបំណង6ចំណុចធំដែលបងប្អូនអាចយកទៅពិចារណាណាទី1ប្រទេសធំដែលចាប់ផ្ដើមឲ្យមាន proxy war នឹងកើតឡើងនោះគឺមានន័យថាគេជៀសវាងនៅក្នុងការប្រយុទ្ធគ្នាដោយផ្ទាល់រវាងមហាអំណាចនិងមហាអំណាចដូចជាចិននិងសហរដ្ឋអាមេរិកហ្នឹងគាត់ជៀសវាងប្រយុទ្ធគ្នាដោយផ្ទាល់អញ្ចឹងគាត់ប្រើប្រាស់ប្រទេសដែលមាននិន្នាការគ្រប់គ្រងនិយមទៅកាន់ប្រទេសគាត់រៀងខ្លួនហ្នឹងឲ្យឆ្លោះគ្នាអញ្ចឹងគាត់អាចមានវិធានការមួយនាំឲ្យបង្កើតជាសង្គ្រាម proxy war ហ្នឹងហើយទី2ហ្នឹងគឺយើងមើលនៅក្នុងការជួយគ្រប់គ្រងផ្នែកសព្វពិវុធផ្នែកលុយឬក៏អ្វីផ្សេង training ការបង្វឹកតបហ្នឹងវាមានតម្លៃមួយទាបនៃការទាបជាងហានិភ័យដែលអាចកើតឡើងបើធៀបទៅនឹងចំនួនដោយផ្ទាល់បាទនេះគឺជារឿងមួយដែលគេតែងតែធ្វើរវាងប្រទេសមហាអំណាចធំហ្នឹងហើយទី3ហ្នឹងគឺគាត់នឹងបង្កើនឥទ្ធិពលនយោបាយអញ្ចឹងឥទ្ធិពលនយោបាយមានឥទ្ធិពលនយោបាយគ្រប់គ្រងទៅនឹងនិន្នាការសហរដ្ឋអាមេរិកឬក៏គ្រប់គ្រងនិន្នាការប្រទេសចិនអញ្ចឹងគាត់ប្រទេសចិននិងសហរដ្ឋអាមេរិកគាត់មានយន្តការបង្កើនឥទ្ធិពលនយោបាយហើយឈានដល់ការគ្រប់គ្រងបាទហើយនេះគឺជាហេតុផលទី3ទី4នេះគឺយើងមើលរឿងអត្ថប្រយោជន៍យុទ្ធសាស្ត្រនេះគឺជារឿងសំខាន់ដែលគេសម្លឹងមើលណាអញ្ចឹងគេទៅទីណាគឺគេតែងមើលសម្លឹងមើលធនធានធម្មជាតិដែលគេយកចិត្តទុកដាក់ខ្លាំងជាងគេនោះរឿងប្រេងនោះស្មានឥឡូវនោះគឺយើងនិយាយពីធនធានរ៉ែកម្រអីទាំងអស់ហ្នឹងហើយទី2រឿងការបើកច្រកផ្លូវនៃការធ្វើពាណិជ្ជកម្មហើយទី3សំខាន់ហ្នឹងគឺតកតងទៅនឹងរឿងការតំបន់យុទ្ធសាស្ត្រតាមព្រំដែននៃជាដើមហ្នឹងគឺជាឥទ្ធិពលយុទ្ធសាស្ត្រដែលចិននិងសហរដ្ឋអាមេរិកគាត់តែងតែចង់បានណាអញ្ចឹងដូចជារឿងប្រេកជីកអីប៉ាណាម៉ាអីជាដើមហ្នឹងរឿងការបើកច្រកផ្លូវនៃការធ្វើពាណិជ្ជកម្មហ្នឹងគឺចិននិងសហរដ្ឋអាមេរិកតែងតែប្រទីបទងគ្នាចំណុចហ្នឹងដែរហ្នឹងគឺជាអត្ថប្រយោជន៍យុទ្ធសាស្ត្រដែលប្រទេសមហាអំណាចហ្នឹងគាត់ច្រើនតែប្រើវិធីសាស្ត្រ proxy war ហ្នឹងបង្ខំឲ្យប្រទេសតូចហ្នឹងឆ្លោះគ្នាណាចំណុចសំខាន់ទី5ហ្នឹងគឺយើងមើលរឿងគេហៅថាប្រទេសមហាអំណាចហ្នឹងគាត់ចង់បន្ថយសម្ពាធដែរឬក៏ការរិះគន់ពីអន្តរជាតិដោយគាត់លើកហេតុផលថាប្រទេសមហាអំណាច
ប្រទេសទាំងពីរហ្នឹងប្រទេសតូចៗហ្នឹងគឺជាប្រទេសមួយដែលមានចំនួនអេរ៉ាំរ៉ៃជាមួយគ្នាកន្លងមកហើយមិនមែនកើតឡើងដោយសារតែសហរដ្ឋអាមេរិកឬក៏ដោយសារតែប្រទេសចិនអញ្ចឹងគាត់អាចបន្ថយពាក្យរិះគន់ពីអន្តរជាតិណាអញ្ចឹងគាត់ព្រួយផ្ដើមឲ្យមាន proxy war ហ្នឹងកើតឡើងអញ្ចឹងបងប្អូនដឹងហើយណាខ្ញុំន័យ proxy war ហ្នឹងហើយទី6ហ្នឹងគាត់ចង់សាកល្បងបាទអញ្ចឹងសាកល្បងអាវុធហើយនឹងយុទ្ធសាស្ត្រអញ្ចឹងនឹងគឺជាចំណុចសំខាន់ណាដែលប្រទេសមហាអំណាចតែងតែធ្វើអញ្ចឹងយើងមើលនៅក្នុងការសិក្សាស្រាវជ្រាវណាខ្ញុំតែងតែបញ្ចប់ទៅនឹងការស្រាវជ្រាវជាក់ស្ដែងដើម្បីឲ្យបងប្អូននោះយកទៅពិចារណាសិក្សាបន្ថែមណាហើយឯកសារសិក្សាស្រាវជ្រាវនេះគឺជាការសិក្សារបស់វិទ្យាស្ថាន Lowy នៅក្នុងឆ្នាំ2025នោះដែលនិយាយអំពីរឿងឥទ្ធិពលរបស់ចិនហើយនិងសហរដ្ឋអាមេរិកដែលបង្កើតឲ្យមានគេហៅថាឥទ្ធិពលរបស់ខ្លួននឹងហើយខ្ញុំនឹងដាក់ឯកសារហ្នឹងនៅខាងក្រោម description ណាដើម្បីឲ្យបងប្អូននឹងស្វែងយល់បន្ថែមអញ្ចឹងអ្វីដែលវិទ្យាស្ថាន Lowy នេះគេបានរកឃើញ5ចំណុចបាទអញ្ចឹង5ចំណុចគឺបើសិនជាយើងមើលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាស៊ានណាគឺចិនមានគ្រប់ទីកន្លែងទាំងប្រទេសទាំង10ទាំង11បូកទាំងទីម៉ទៀតគឺចិនគឺមានគ្រប់ទីកន្លែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលយើងហៅកាត់ថាអាស៊ានណាអញ្ចឹងហើយសហរដ្ឋអាមេរិកឥទ្ធិពលរបស់សហរដ្ឋអាមេរិកគឺលេខ2ទេបាទអញ្ចឹងលេខ2បន្ទាប់ពីប្រទេសចិនហើយសមាជិកអាស៊ានទាំងអស់ណាគឺតែងតែរងសម្ពាធឬក៏ឥទ្ធិពលពីចិនឬក៏សហរដ្ឋអាមេរិកហើយសំខាន់ទី4នោះគឺយើងមើលនៅក្នុងគេហៅថាការប្រមូលផ្ដុំឬក៏យើងនិយាយសាមញ្ញថាការសាមគ្គីគ្នាជាធ្លុងមួយណានៅថ្នាក់តំបន់ហ្នឹងគឺមានឥទ្ធិពលប៉ុណ្ណាបើធៀបទៅនឹងឥទ្ធិពលរបស់មហាអំណាចអញ្ចឹងឧបមាថាអាស៊ានមាន11ប្រទេសតើ11ប្រទេសហ្នឹងគាត់មានជំហរប៉ុណ្ណាដើម្បីកុំឲ្យឥទ្ធិពលរបស់ប្រទេសមហាអំណាចទាំងចិននិងសហរដ្ឋអាមេរិកគាត់លូកដៃចូលជ្រៅដើម្បីធ្វើឲ្យប្រទេសសមាជិកអាស៊ានមួយៗហ្នឹងគាត់ឆ្លោះគ្នាអញ្ចឹងនេះគឺជាអ្វីដែលគេវិទ្យាស្ថានសិក្សាLowy នឹងគាត់បានរកឃើញដែរហើយទី5នឹងគឺទំនាក់ទំនងខាងក្រៅបាទអញ្ចឹងទំនាក់ទំនងខាងក្រៅពីប្រទេសមហាអំណាចអញ្ចឹងគាត់អាចប្រាប់ទៅកាណាដាគាត់អាចប្រាប់ទៅបារាំងគាត់អាចប្រាប់ទៅ UK អីទាំងជាដើមណាអ្វីដែលកំពុងកើតឡើងនៅក្នុងថ្នាក់តំបន់នេះគឺជាអ្វីដែលវិទ្យាស្ថាន Lowy នេះគេបានសិក្សារកឃើញអញ្ចឹងយើងមើលនៅក្នុងសេដ្ឋកិច្ចអាស៊ានណាគឺជាសេដ្ឋកិច្ចមួយដែលលំដាប់ top 5លំដាប់នៅក្នុងចំណោមសេដ្ឋកិច្ចធំទាំង5នៅលើពិភពលោកអញ្ចឹងប្រទេសណាក៏គេចង់បានដែរក្រៅពីគេហៅថាសាកល្បងផ្នែកយោធាឬក៏យុទ្ធសាស្ត្រហ្នឹងគឺផ្នែកសេដ្ឋកិច្ចហ្នឹងគឺតួនាទីសំខាន់ដែលទាំងសហរដ្ឋអាមេរិកនិងចិនគាត់ចូលមកគឺគាត់ចង់ក្តោបអញ្ចឹងយើងមើលសេដ្ឋកិច្ចលំដាប់ top 5នៅលើពិភពលោកគឺជាសេដ្ឋកិច្ចមួយធំដែលគ្រប់គ្រងទៅនឹងមហាអំណាចអញ្ចឹងបើសិនជាចិនគាត់យកអាស៊ានបានឬក៏សហរដ្ឋអាមេរិកគាត់យកអាស៊ានបានគឺចូលរួមចំណាយសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចអញ្ចឹងបានជានៅក្នុងការសិក្សាវិទ្យាស្ថាន Lowy នេះគេរកឃើញអញ្ចេះដែលខ្ញុំចង់ឲ្យបងប្អូននឹងយល់បន្តិចដើម្បីខ្ញុំបើកមួយចកផ្សារភ្ជាប់ទៅនឹងជំហររបស់រដ្ឋាភិបាលកម្ពុជាដែលយើងមានវិធានការឆ្លើយតបទៅនឹងជៀសវាងនៅ proxy war នឹងកើតឡើងយើងមើលនៅក្នុងប្រទេសសមាជិកអាស៊ានទាំង10កាលណាប្រទេសណាមួយមានជំហរងាកចេញបាទគេហៅងាកចេញព្រោះប្រទេសខ្លះធ្លាប់តែគ្រប់គ្រងចិននៅពេលដែលយើងចង់គ្រប់គ្រងសហរដ្ឋអាមេរិកឬក៏ប្រទេសខ្លះគ្រប់គ្រងសហរដ្ឋអាមេរិកយើងចង់គ្រប់គ្រងចិនវិញនឹងមានបញ្ហាអញ្ចឹងប្រទេសហ្នឹងមានបញ្ហាអាចរូបភាពមួយគេហៅថាការ proxy war នឹងកើតឡើងហើយអញ្ចឹងបើសិនជាយើងមើលការសិក្សាស្រាវជ្រាវរបស់ Lowy នេះគេបង្ហាញថាក្នុងករណីប្រទេសមានប្រទេសម៉ាឡេស៊ីឡាវកម្ពុជាប្រុយណេអញ្ចឹងក្នុងចំណោមឲ្យមានម៉ាឡេស៊ីឥណ្ឌូនេស៊ីនឹងគឺជាប្រទេសមួយដែលចិននឹងគាត់មានឥទ្ធិពលបាទអញ្ចឹងប៉ុន្តែមានហ្វីលីពីនសិង្ហបុរីជាប្រទេសមួយដែលសហរដ្ឋអាមេរិកនឹងគាត់មានឥទ្ធិពលវិញចានៅបងប្អូនអាចអង្កេតមើលក្នុងឯកសារនេះបាទផុសតានេះដែលខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ហ្នឹងគឺពណ៌រៀងក្រហមហ្នឹងគឺចិនគឺមានឥទ្ធិពលប៉ុន្តែដោយឡែកវៀតណាមហើយនិងប្រទេសថៃគឺឥទ្ធិពលហ្នឹងទាំងចិននិងសហរដ្ឋអាមេរិកហ្នឹងសបាគ្នាណាអញ្ចឹងករណីដែលប្រទេសខ្លះគាត់មាននិន្នាការគ្រប់គ្រងចិនឥឡូវគាត់ត្រកចង់គ្រប់គ្រងសហរដ្ឋអាមេរិកវិញអាចនឹងមានរូបភាពដូចដែលខ្ញុំបញ្ជាក់ខាងដើមហ្នឹងកើតឡើងអាច proxy war កើតឡើងចំពោះប្រទេសមួយដែលគេហៅថាផ្លាស់ប្ដូរជំហរគ្រប់គ្រងប្រទេសខ្លួនទៅប្រទេសផ្សេងអញ្ចឹងគឺអាចនឹងរូបភាពហ្នឹងនេះគឺជាអ្វីដែលសិក្សាស្រាវជ្រាវអញ្ចឹងយើងសួរសំណួរថាប្រទេសសមាជិកអាស៊ានទាំងអស់យើងចង់ជៀសវាងកុំឲ្យមាន proxy war នឹងកើតឡើងសង្គ្រាមរវាងប្រទេស
គ្នាឯងប្រទេសតូចៗហ្នឹងដែលមាននិន្នាការគ្រប់គ្រងទៅនឹងប្រទេសមហាអំណាចយើងត្រូវធ្វើម៉េចយើងមើលយើងអាចសិក្សា6ចំណុចបាទអញ្ចឹង6ចំណុចហ្នឹងមានចំណុចទាំងប្រមាណទាំងអស់ហ្នឹងទំនងជាកម្ពុជាបានធ្វើហើយធ្វើទាំងកន្លងមកហើយអញ្ចឹងទី1ដែលយើងប្រទេសមួយត្រូវធ្វើសមាជិកអាស៊ានទាំងអស់ហ្នឹងគឺត្រូវតែនៅកណ្ដាលភាសាថាអាជាក្រិតនៅកណ្ដាលណាអញ្ចឹងអត់មានលំអៀងទៅណាទេហើយជៀសវាងនៅពេលដែលយើងមានសម្ព័ន្ធយោធាផ្លូវការបាទសម្ព័ន្ធយោធាផ្លូវការដែលមាននិន្នាការគ្រប់គ្រងទៅនឹងប្រទេសហាមណានេះគឺជៀសវាងនៅកណ្ដាលហើយទី2ហ្នឹងគឺយើងផ្នែកការទូតហ្នឹងគឺត្រូវខ្លាំងណាបាទយើងនយោបាយការទូតហ្នឹងគឺត្រូវខ្លាំងយើងត្រូវបើកទំនាក់ទំនងគ្រប់ភាគីទាំងអស់មិនមែនរដ្ឋបတ်សហរដ្ឋអាមេរិកឬក៏រដ្ឋបတ်ចិនទេយើងត្រូវតែមានទំនាក់ទំនងការទូតរវាងប្រទេសមហាអំណាចហ្នឹងគឺស្មើគ្នាណាហើយពេលហ្នឹងគឺយើងបើសិនជាប្រទេសយើងជាអ្នកដឹកនាំអាស៊ានបើអបមកថាជាប្រធានអាស៊ានបដូវវេនយើងត្រូវបង្ហាញជំហរគ្រប់គ្រងទៅនឹងសន្តិភាពដូចជាប្រធានអាស៊ានបដូវវេនគាត់កំពុងធ្វើណាអញ្ចឹងយើងមាននិន្នាការគ្រប់គ្រងសន្តិភាពហើយប្រទេសមួយត្រូវពង្រឹងផ្នែកការទូតរបស់ខ្លួនឯងទៀតណាបាទអញ្ចឹងយើងត្រូវតែខ្លាំងណាបើយើងតំណែងការទូតយើងអត់បកកើតទេយើងអាចនឹងរងសម្ពាធពីប្រទេសមហាអំណាចធំហ្នឹងទី3យើងមានន័យថាយើងត្រូវការពារប៉ុន្តែយើងអត់វាយលុកទេអញ្ចឹងមានន័យថាយើងត្រូវពង្រឹងកម្លាំងរបស់យើងដើម្បីការពារណាអញ្ចឹងយើងជៀសវាងនៅការដាក់មូលដ្ឋានទ័ពអីផ្សេងនៅលើប្រទេសខ្លួនហ្នឹងយើងត្រូវតែជៀសវាងឲ្យបានហើយយើងកសាងកម្លាំងខ្លួនឯងដើម្បីការពារទី4យើងត្រូវតែពង្រឹងផ្នែកសេដ្ឋកិច្ចគេហៅតំណែងផ្នែកសេដ្ឋកិច្ចផ្សេងក្រៅពីប្រទេសមហាអំណាចយើងត្រូវតែរកស៊ីជាមួយប្រទេសផ្សេងកុំពឹងតែសហរដ្ឋអាមេរិកឬក៏ប្រទេសចិនហើយទី5ហ្នឹងគឺយើងត្រូវតែមានឯកភាពផ្ទៃក្នុងណាយើងអបមាថាបើសិនជាយើងផ្ទៃក្នុងយើងឆ្លោះគ្នាអាចនឹងរូបភាពដែលកើតឡើង proxy war ហ្នឹងចេញពីកត្តាផ្ទៃក្នុងដែរណាអញ្ចឹងយើងត្រូវតែមានគេហៅថាឯកភាពគ្នាជាធ្លុងមួយណាដើម្បីគ្រប់គ្រងស្ថានភាពហ្នឹងបានល្អយើងមានការដឹកនាំល្អហើយយើងមានការឯកភាពគ្នាជាធ្លុងមួយហ្នឹងទំនងជាខាងអធិពលប្រទេសមហាអំណាចcònអាចបំផុសឲ្យកតាផ្ទៃក្នុងនោះឆ្លោះគ្នាហើយបាទនាំឲ្យមានសង្គ្រាមកើតឡើងទេទី6យើងត្រូវតែគេហៅថាការបង្កើនទំនាក់ទំនងតំបន់បាទអញ្ចឹងយើងតំបន់នឹងអាស៊ានហើយនឹងតំបន់ប្រទេសនានាលើពិភពលោកទៀតយើងត្រូវតែពង្រីកតំបន់ដើម្បីកាត់បន្ថយបាទគេទំនាក់ទំនងគ្នាដើម្បីការពារសន្តិសុខតំបន់នឹងតំបន់ហ្នឹងដើម្បីកាត់បន្ថយសម្ពាធដែលproxy war នឹងកើតឡើងដែលជាសង្គ្រាមរវាងប្រទេសតូចដែលមាននិន្នាការគ្រប់គ្រងនិយមទៅកាន់ប្រទេសមហាអំណាចធំហ្នឹងអញ្ចឹងនេះគឺជារឿងមួយដែលកំពុងកើតឡើងហើយបើសិនជាយើងមើលតាមការស្រាវជ្រាវទាំងអស់ហ្នឹងគឺប្រទេសកម្ពុជាគាត់ធ្វើត្រូវបើសិនជាយើងយោងតាមមូលដ្ឋានអ្វីដែលកើតឡើងហ្នឹងណាយើងមានវិធានការមួយទប់ការពារហើយយើងប្រាប់ឲ្យអន្តរជាតិដឹងដើម្បីកាត់បន្ថយ proxy war ដែលកើតមានឡើងហ្នឹងយើងនេះគឺជារឿងមួយដែលកម្ពុជាគាត់ធ្វើបានគាត់ទប់បានហើយសង្ឃឹមថាអ្វីនឹងល្អប្រសើរសន្តិភាពនឹងកើតមានវិញហើយបើសិនជាយើងមើលជំហររបស់រដ្ឋាភិបាលប្រទេសចិនឬក៏សហរដ្ឋអាមេរិកហើយគាត់អាចទំនងជាចិនគាត់អាចចូលមកសម្របសម្រួលដែរឥឡូវនេះគឺគិតថាការប៉ះទង្គិចគ្នាឬក៏សង្គ្រាមនៅតាមព្រំដែនឬក៏ចំនួនតាមព្រំដែននេះគឺចិនគាត់ចូលមកសម្របសម្រួលបន្ថែមទៅនឹងលោកត្រាំហ្នឹងទំនងជារឿងអ្វីនឹងអាចទៅជាប្រក្តីភាពឡើងវិញសន្តិភាពនឹងកើតមានឡើងវិញក៏អាចថាបានដែរបាទនេះគឺជាការសិក្សាស្រាវជ្រាវមួយដែលខ្ញុំចង់ចែកម្លែកជាព័ត៌មានបឋមទេមិនមែនជាការវិភាគទេដែលខ្ញុំចង់ឲ្យបងប្អូនយល់អំពីសាវតារឿងរ៉ាវដែលនឹងកើតឡើងហើយទំនងជាមិនសូវមានអ្នកណាយកការស្រាវជ្រាវនឹងមកបង្ហាញទេអញ្ចឹងហើយបានជាខ្ញុំចង់បង្ហាញការស្រាវជ្រាវជាក់ស្ដែងនៅក្នុងឆ្នាំ2025ហ្នឹងដែលបង្ហាញអំពីការប៉ះទង្គិចគ្នារវាងប្រទេសក្នុងតំបន់ដែលមាននិន្នាការគ្រប់គ្រងទៅនឹងប្រទេសមហាអំណាចហ្នឹងដោយឈរទៅនឹងមូលហេតុហើយនឹងពោះតាងដោយដែលខ្ញុំបញ្ជាក់ទាំងបារមានេះបាទនេះគឺជាព័ត៌មានដែលជាចំណេះដឹងទូទៅសម្រាប់បងប្អូនទេបាទសូមអរគុណច្រើន